អ្វីទៅជា data science ឬអ្នកទាំងអស់គ្នាហៅថាវិទ្យាសាស្ត្រទិន្នន័យឬក៏អ្នកវិភាគទិន្នន័យតាមពិតទៅ data science វាគឺជាការឆ្លើយតបឬក៏ការទស្សន៍ទាយអ្វីមួយដែលពឹងផ្អែកទៅលើទិន្នន័យដែលយើងនឹងទទួលបានមកធ្វើការវិភាគឧទាហរណ៍មួយយ៉ាងងាយស្រួលថាហេតុអ្វីបានជាការលក់របស់អ្នកមានការធ្លាក់ចុះម្ចាស់អាជីវកម្មគាត់នឹងនិយាយថាដោយសារការធ្វើ marketing មិនចំគោលដៅឬក៏តម្លៃមិនសមនឹងគុណភាពក៏ប៉ុន្តែអ្នកវិភាគទិន្នន័យគេមិនសួរហេតុអ្វីនោះទេគេសួរថាតើវាធ្លាក់ចុះដោយរបៀបណាដែលវានឹងធ្លាក់ចុះបន្តទៀតចង់មានន័យថាពួកគាត់នឹងប្រមូលយកទិន្នន័យចាស់ៗដែលមានយកមកវិភាគយ៉ាងស៊ីជម្រៅដែលបានរក្សាទុកយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងបញ្ហាព្រមទាំងព្យាករណ៍នៅបញ្ហាផ្សេងៗបន្ថែមទៀតដែលអាចកើតឡើងនៅថ្ងៃខាងមុខបានផងដែរតាមកិច្ចសម្ភាសន៍បានឲ្យដឹងថាយុវជនសុភាគឺជានិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថាន Global ទៅលើមុខជំនាញ Data Science and Analytics មិនតែប៉ុណ្ណោះទេកន្លងមកនេះសុភាផ្ទាល់បានទទួលនូវភាពជោគជ័យលើឆាកជាតិនិងអន្តរជាតិថែមទៀតផងហើយនេះជាពាក្យពេចន៍មួយចំនួនពីសុភាសម្រាប់សមិទ្ធផលដែលខ្ញុំបានសម្រេចបាននៅក្នុងការធ្វើ research ហ្នឹងខ្ញុំទទួលបានខ្ញុំធ្លាប់បានចូលរួមនៅក្នុងការសរសេរអត្ថបទចំនួន3ដែលបាន publish រួចរាល់ហើយនៅក្នុង STI Focus Magazine នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយក៏មាន abstract ចំនួន1ដែលខ្ញុំបានទៅ present ផ្ទាល់នៅក្នុង ASEAN International Conference on Energy and Environment ដែលរៀបចំឡើងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីថាមពលអាស៊ាននៅឯទីក្រុងវៀងចាន់ប្រទេសឡាវការដែលប្រទេសឡាវក៏រៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ2024ហ្នឹងហើយក៏ខ្ញុំទទួលបាននៅពានរង្វាន់ Best Oralist Award ដែល award មួយនេះផ្ដល់ជូននៅអ្នកនិពន្ធចំនួន5នៅក្នុងចំណោមអ្នកនិពន្ធជាង100នាក់ដែលមកពីបណ្ដាប្រទេសអាស៊ានទាំង10ផងដែរមិនតែប៉ុណ្ណោះទេនៅក្នុងការប្រកួតសុភាផ្ទាល់បានសិក្សាបន្ថែមនៅក្នុងជំនាញ Data Science ដើម្បីសិក្សាឲ្យស៊ីជម្រៅពាក់ព័ន្ធទៅនឹង Machine Learning ហើយនិង Deep AI ផងដែរយើងត្រឡប់មកវិញកំឡុងពេលដែល research paper តើសុភាផ្ទាល់មានបញ្ហាអ្វីខ្លះជាធម្មតាសម្រាប់ខ្ញុំផ្ទាល់តែម្ដងគឺនៅពេលដែលសរសេរ research អញ្ចឹងអាចថាវាមានបញ្ហាមួយចំនួនដែរទាក់ទងជាមួយនឹង literature ក៏ដូចជា data ផងដែរអញ្ចឹងប៉ុន្តែបញ្ហាទាំងអស់ហ្នឹងដោយសារតែខ្ញុំមាន supervisor របស់ខ្ញុំដែលគាត់ជាអ្នក lead research នឹងផ្ទាល់តែម្ដងគាត់បានជួយណែនាំក៏ដូចជារៀបចំឲ្យអញ្ចឹងទៅវាឡើងទៅជាបញ្ហាចម្បងដែលយើងអាចជួបតែអ្វីដែលសំខាន់ជាងគេគឺយើងទទួលបានការណែនាំល្អៗពីលោកគ្រូអ្នកគ្រូដែលជាsupervisor របស់យើងអញ្ចឹងទៅធ្វើឲ្យការ research របស់យើងនឹងវាប្រកបដោយរលូនដែរទេសុភាបាននិយាយបន្តទៀតថា TGI គឺជាកន្លែងចាប់ផ្ដើមនៃការ research paper របស់ខ្លួនថែមទៀតផងចុះសុភាផ្ទាល់ទទួលបានអ្វីខ្លះកំឡុងពេលដែលសិក្សានៅវិទ្យាស្ថាន Globalសម្រាប់ skill ក៏ដូចជា subject ដែលខ្ញុំបានរៀននៅក្នុង course Data Science and Analytics នៃវិទ្យាស្ថាន Global ហ្នឹងគឺខ្ញុំចាប់អារម្មណ៍ក៏ដូចជាទទួលបានចំណេះដឹងច្រើនមែនតើពីខាង Data Science ក៏ដូចជានៅក្នុងនោះមាន concept ទាក់ទងជាមួយនឹង Data Analytics ក៏ដូចជា Data Engineering ផងដែរមិនខុសគ្នានោះទេនៅវិទ្យាស្ថាន Global មិនត្រឹមតែមានជំនាញ Data Science and Analytics ប៉ុណ្ណោះទេយើងមានទាំងជំនាញជាច្រើនទៀតដែលទាក់ទងទៅនឹង Technology ដែលមានដូចជា Artificial Intelligence, Cyber Security ផងដែរចំពោះសុភាយល់ឃើញយ៉ាងដូចម្តេចចំពោះវិទ្យាស្ថានសម្រាប់ខ្ញុំ TGI នៅក្នុង course ដែលខ្ញុំបានរៀនតតែម្ដងហ្នឹងគឺខ្ញុំគិតថាវាល្អមែនតើដែលតកតងជាមួយនឹងការ design curriculum ក៏ដូចជា lecturer របស់យើងគឺគាត់សុទ្ធសឹងតែជាអ្នកដែលមាន experience ផ្ទាល់ពីក្នុងវិស័យនឹងជាក់ស្ដែងតែម្ដងអញ្ចឹងទៅធ្វើឲ្យសិស្សដែលគាត់សិក្សានៅទីនេះហ្នឹងគាត់ទទួលបាននៅបទពិសោធន៍ល្អៗជាពិសេសមួយទៀតគឺទទួលបាននៅចំណេះដឹងនិងជំនាញដែលស័ក្តិសមហើយនឹងសមស្របជាមួយនឹងទីផ្សារការងារបច្ចុប្បន្ននៅក្នុងវិស័យហ្នឹងផងដែរ